សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីធ្វើបច្ចុប្បន្នភាព ND Toolkit ឲ្យទៅកាន់ version ថ្មីក្រុមការងាររបស់យើងបានព្យាយាមធ្វើឲ្យការអាប់ដេតមានភាពងាយស្រួលបំផុតដូចជា Telegram Desktop ដែរអ្នកអាចចុច download ហើយបន្ទាប់មកចុច install ដោយផ្ទាល់នៅក្នុងកម្មវិធី ND Toolkit បានតែម្ដងមិនចាំបាច់ទៅ download ពី website ខាងក្រៅឬដំឡើងដោយដៃច្រើនជំហានទៀតទេឥឡូវនេះយើងមកមើលវិធី update ND Toolkit នៅក្នុងកម្មវិធីនៅខាងឆ្វេងនៃកម្មវិធីអ្នកនឹងឃើញ sidebar menu នៅផ្នែកខាងក្រោមឬ footer នៃ sidebar នឹងមានព័ត៌មាន version បច្ចុប្បន្នដូចជា v0.3.10 និងប៊ូតុង install ឬ update អ្នកអាចចុចលើទីនោះដើម្បីពិនិត្យមើលថាមាន version ថ្មីឬអត់បើមានការ update ថ្មីអ្នកគ្រាន់តែចុច download បន្ទាប់ពី download រួចអ្នកអាចចុច install ដើម្បីដំឡើង version ថ្មីដោយផ្ទាល់នៅក្នុង ND Toolkit app បានភ្លាមៗក្រៅពីនេះអ្នកក៏អាចចូលទៅកាន់ setting ដើម្បីពិនិត្យមើលការ update បានផងដែរក្នុង setting អ្នកអាចមើលព័ត៌មានកម្មវិធី version បច្ចុប្បន្ននិងជម្រើសពាក់ព័ន្ធផ្សេងៗសម្រាប់អ្នកប្រើថ្មីប្រហែលជាអ្នកកំពុងសួរថា ND Toolkit គឺជាអ្វីហើយវាឥតគិតថ្លៃមែនទេបើ ND Toolkit គឺអាចប្រើបានដោយឥតគិតថ្លៃវាជា AI Toolkit មួយដែលរួមបញ្ចូលឧបករណ៍ជាច្រើនសម្រាប់ការងារ Video, Audio, Image Generation និង Automation នៅក្នុង ND Toolkit មាន tool ជាច្រើនដូចជា AI Cut, Download Center, Dubbing Studio, Subtitle, Video Toolkit, Browser, Vox CPM Studio, HTTS Studio, RVC Studio, Audiobook Studio, Stable Audio, 3 OmniRat, 1GP និង tool ផ្សេងទៀតអ្វីដែលពិសេសនោះគឺ ND Toolkit អាចដំណើរការជា Automate Agent 24 Packmin ដែលអ្នកអាចបញ្ជាតាម Chat ឬ Telegram Bot បានវាដំណើរការនៅលើម៉ាស៊ីនផ្ទាល់ខ្លួនរបស់អ្នកដូច្នេះវាមានសុវត្ថិភាពនិងប្រើ Workspace ផ្ទាល់ខ្លួនដោយប្រើ CPU ឬ GPU របស់អ្នកប៉ុន្តែមានចំណុចមួយដែលអ្នកគួរយល់ឲ្យច្បាស់ App ឬ tool មួយចំនួននៅក្នុង ND Toolkit អាចត្រូវការប្រើ LLM ឬ AI model ដើម្បីដំណើរការប្រសិនបើអ្នកប្រើ free model ជាមួយ GPU ផ្ទាល់ខ្លួនរបស់អ្នកនោះអ្នកអាចប្រើបានដោយមិនចាំបាច់បង់ថ្លៃសេវាខាងក្រៅប៉ុន្តែបើអ្នកជ្រើសរើសប្រើ external LLM ឬ API ខាងក្រៅដូចជា Google API ឬសេវាកម្ម AI ផ្សេងៗនោះការចំណាយនឹងអាស្រ័យលើសេវាកម្មខាងក្រៅដែលអ្នកប្រើហើយអ្នកនឹងបង់ថ្លៃសេវានោះដោយខ្លួនឯងនៅថ្ងៃអនាគតប្រសិនបើ ND Toolkit មាន Premium API ឬមុខងារបន្ថែមពិសេសវានឹងជាជម្រើសបន្ថែមប៉ុណ្ណោះមានន័យថាអ្នកអាចជ្រើសរើសប្រើឬមិនប្រើក៏បានចំណុចសំខាន់គឺ ND Toolkit នៅតែអាចប្រើបានដោយឥតគិតថ្លៃជារៀងរហូតសម្រាប់មុខងារ Snow និង Tools ដែលអាចដំណើរការជាមួយម៉ាស៊ីនផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តម្រូវការអបបរមាអ្នកគួរមាន RAM ចាប់ពី 8GB ឡើងទៅនិង GPU ចាប់ពី 4GB ឡើងទៅបើមិនមាន GPU ក៏អាចដំណើរការលើ CPU បានដែរប៉ុន្តែល្បឿនអាចខុសគ្នាទៅតាមកម្លាំងម៉ាស៊ីនដូច្នេះសរុបមកការ update ND Toolkit គឺងាយស្រួលណាស់អ្នកគ្រាន់តែបើកកម្មវិធីមើលទៅផ្នែកខាងក្រោមនៃ sidebar ចុចពិនិត្យ updateបន្ទាប់មក download និង install បានតែម្ដងនេះជាវិធីងាយៗក្នុងការរក្សា ND Toolkit របស់អ្នកឲ្យនៅលើ version ថ្មីជានិច្ចដើម្បីទទួលបានមុខងារថ្មីៗការកែលម្អល្បឿននិងការជួសជុលបញ្ហាផ្សេងៗអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាកុំភ្លេច update ND Toolkit របស់អ្នកទៅ version ថ្មីហើយបន្តតាមដានវីដេអូបន្ទាប់សម្រាប់ការណែនាំ tool ផ្សេងៗនៅក្នុង ND Toolkit ជួបគ្នានៅវីដេអូក្រោយ6ឆ្នាំហើយខ្ញុំដើររូបគ្រប់ទីកន្លែង Ching Air កូននៅណាទៅនេះជាអីប្រាក់200ដំឡឹងច្រើនម្លេះអ្នកបាត់ប្រាក់នេះច្បាស់ជាកំពុងភ័យណាស់បើខ្ញុំយកទៅមួយជីវិតនេះខ្ញុំមិនស្នាប់ចិត្តបានទេម្យ៉ាង Ching Air ក៏មិនទាន់រកឃើញផងខ្ញុំយកប្រាក់នេះធ្វើអីថៅកែសុំតែមួយចានសីអស់8ជាតិហើយបងប្រុសមានរឿងអីបានជាដកដង្ហើមធំបែបនេះវេក្មេងមុននៅក្នុងពូទូខ្ញុំ twist ប្រហែលបាត់ប៉ាក់ពណ៌លឿងមួយលឿងនោះប៉ាក់អសរចិនក៏ហើយខាងក្នុងមានប្រាក់200ដំឡឹងស៊ីមែនទេបងប្រុសអ្វីដែលលោកនិយាយពិតឬប៉ាក់នោះពណ៌លឿងហើយប៉ាក់អសរចិនគឺមែនទេមែនហើយមិនទៅលោកធ្លាប់ឃើញយូបងប្រុសមើលនេះជាប៉ាក់របស់លោកគឺទេមែនហើយវានេះឯងលោកម្ចាស់គុណលោកជាមនុស្សល្អណាស់យ៉ាងនេះទៅប្រាក់200ដំឡឹងនេះយើងចែកគ្នាម្នាក់កំឡះបងប្រុសមិនបានទេបើខ្ញុំចង់បានប្រាក់នេះខ្ញុំមិនយកមកឲ្យលោកវិញទេខ្ញុំឃើញលោកធ្វើដំណើរលំបាកណាស់សូមអញ្ជើញទៅផ្ទះខ្ញុំឲ្យខ្ញុំបានទទួលលោកផងអូមេសំទៅផ្ទះលោកមានអ្នកណាខ្លះខ្លាចរំខានពេកលោកម្ចាស់គុណខ្ញុំឃើញលោកក៏ជាមនុស្សស្មោះត្រង់ដែរ16បើលោកមានកូនប្រុសយើងអាចខ្លាចជាដំឡងគ្នាខ្ញុំមានកូនប្រុសម្នាក់ឈ្មោះលីឈីងគាត់ពង្រេងបាត់តាំងពីអាយុ10ឆ្នាំខ្ញុំរកគាត់ពេញ6ឆ្នាំដែលរកគ្រប់ទីកន្លែងមិនដែលបានត្រឡប់ទេមិនដឹងថាគាត់នៅរស់ឬស្លាប់ហើយទេអ្វីកូនប្រុសលោកឈ្មោះលីឈីង